បាទសូមជម្រាបសួរបងសាវរស៊ីនិងសូមជម្រាបសួរលោកពូនបូបេតបាទបាទជម្រាបសួរពីយ៉ាងងាយលោកឃ្លាំងបន្លាយហើយជាមួយនឹងបងអូនប៊ូបេតបាទអរគុណបាទជម្រាបសួរបងជម្រាបសួរបងទាំងពីរបាទសូមអរគុណបងហើយនិងបងអូនដែលបានអញ្ជើញចូលរួមនៅក្នុងថ្ងៃនេះហើយថ្ងៃនេះយើងពិភាក្សាលើឥទ្ធិពលរដ្ឋាភិបាលឯករាជ្យ$23ដែលកំពុងតែដំណើរការនីតិវិធីបាទដូច្នេះមុននឹងចូលដល់ពិភាក្សានៅព័ត៌មាននឹងលំអិតខ្ញុំចង់បានព័ត៌មានខ្លះៗផ្សេងៗទៀតខ្ញុំអាចសូមឲ្យបងនិងបងអូនជួយចែករំលែកដល់ប្រិយមិត្តទស្សនិកជនយើងបាទខ្ញុំសូមអនុញ្ញាតពីបងរាស៊ីមុនចុះបងមានព័ត៌មានអីអាចចែករំលែកដល់ប្រិយមិត្តទស្សនិកជនយើងបាទសូមគ្រប់ជ័យបងសូមអរគុណបងអូនទាំងពីរហើយខ្ញុំបកណាសាវរាស៊ីសូមក្រាបថ្វាយបង្គំព្រះថេរានុត្តរៈគ្រប់ព្រះអង្គជាទីសក្ការៈពីចម្ងាយនិងសូមជម្រាបសួរបងប្អូនជនរួមជាតិទាំងក្នុងប្រទេសបាទថ្ងៃនេះខ្ញុំមានមោទនភាពដែលបានចូលរួមនៅគេហទំព័រសង្គ្រោះជាតិអាល់បឺតាហើយផ្សាយចេញពីទីក្រុងក្រៃឈើចនៅចំការបាទចំការមួយដែលនៅឆ្ងាយពីទីក្រុងក្រៃឈើចរយៈពេល1ម៉ោងអញ្ចឹងនៅចំការហើយនៅកតុយឡានទៀតផងថ្ងៃនេះនៅកតុយឡានវ៉ែនហើយបងអូនក៏យើងឆ្លៀតពេលដើម្បីចូលរួមដើម្បីចែករំលែកព័ត៌មានខ្លះៗទៅដល់បងប្អូនយើងតាក់ទងរឿងសភាពការនៅកម្ពុជាហើយយើងឃើញខ្ញុំគាត់តែចែករំលែកត្រង់ថារដ្ឋាភិបាល$23ឯករាជ្យ$23យើងទើបតែកើតរយៈពេលមិនទាន់បាន1ខែផងណាពីថ្ងៃ23មកឥឡូវមកដល់ថ្ងៃ23នេះគឺថា1ខែទៅចុះ1ខែហើយក៏ប៉ុន្តែយើងឃើញថានៅក្នុងស្ថាប័នជាពិសេសគឺស្ថាប័នអន្តរជាតិស្ថាប័នដែលក្រសួងការបរទេសដែលដឹកនាំដោយអ្នកស្រីកំហ៊ុនទិតហើយមានស្ថាប័នព្រំប្រទល់ដែលតាក់ទងដោយលោកសំអានហើយក្នុងនោះដែរគឺមានស្ថាប័នតាក់ទងជាមួយនឹងមីឌាគឺឃោសនាការហ្នឹងគឺមានលោកឆាមឆានីអីហ្នឹងដែលកំពុងតែដុតដៃដុតជើងរួមជាមួយនឹងស្ថាប័នដែលរៀបចំផែនការដើម្បីចូលទៅប្រទេសកម្ពុជាហ្នឹងគឺមានលោកកឹមសុខដែលចូលរួមឃើញថាស្ថាប័នទាំង4ហើយបូករួមទាំងស្ថាប័នទាំងអស់ហ្នឹងកំពុងតែដុតដៃដុតជើងហើយជាពិសេសគឺលោកសំអានជាមួយអ្នកស្រីទឹកកំហ៊ុនហ្នឹងក៏បានចេញដំណើរទៅប្រទេសផ្សេងដើម្បីដាក់ញត្តិចូលទៅមិនមែនដាក់ញត្តិទេគឺប្តឹងទៅតុលាការ ICJ ហើយលោកសំអានហ្នឹងក៏គាត់ស្រាវជ្រាវពីផែនទីអីហ្នឹងគឺបងប្អូនឃើញជាក់ស្ដែងអានេះគឺជាស្នាដៃរបស់រដ្ឋាភិបាលក្រៅប្រទេសដែលកំពុងតែដុតដៃដុតជើងដោយសារអីដោយសាររបបលោកហ៊ុនសែនណាគាត់មិនហ៊ានយករឿងអន្តរជាតិនេះទៅប្តឹងអង្គការសហប្រជាជាតិក៏ដូចជាប្តឹងទៅដល់តុលាការ ICJ ជាពិសេសហ្នឹងគឺតុលាការ ICJ ដែលតាក់ទងពីរឿងនឹងព្រំប្រទល់ពីរឿងទំនាស់ព្រំប្រទល់ហ្នឹងគឺតាក់ទងតុលាការ ICJ នឹងឯងអញ្ចឹងគាត់អត់ព្រមយកទៅធ្វើហើយគាត់ចេះតែបោកប្រជាពលរដ្ឋខ្មែរថានឹងទៅប្តឹងក៏ប៉ុន្តែគ្រាន់តែជូនតំណែងគេនឹងវាជិត1ឆ្នាំមកហើយរហូតមកដល់ពេលនេះថាតើវាមូលហេតុអីបានគាត់ប្តឹងអត់រួចក៏ប៉ុន្តែរដ្ឋាភិបាលឯករាជ្យ$23ទើបតែកើតឡើងរយៈពេល1ខែសោះឥឡូវយើងឃើញឥទ្ធិពលរបស់ពួកគាត់ហ្នឹងគឺធ្វើដំណើរចេញទៅហើយការដែលទទួលបានជោគជ័យឬមួយមិនជោគជ័យអានឹងជារឿងមួយក៏ប៉ុន្តែរឿងដែលសំខាន់គឺត្រូវដែលយើងអនុវត្តយើងធ្វើសិនបើមិនបានជោគជ័យអានឹងជារឿងមួយដែលយើងប្រឹងប្រែងដែរទៅធ្វើម៉េចវាមិនបានជោគជ័យក៏ប៉ុន្តែរដ្ឋាភិបាលខ្មែរមិនព្រមប្តឹងអានឹងមូលហេតុអីគេហើយនៅពេលដែលរដ្ឋាភិបាលឯករាជ្យ$23នេះចាប់ផ្ដើមធ្វើការចាប់ផ្ដើមប្តឹងបែរទៅជារដ្ឋាភិបាលខ្មែរឲ្យអាចកអាចែមឲ្យដៃគូណាអ្នកដែលមីឌាត្រពងរបស់គាត់នឹងចាប់ផ្ដើមចេញមកវាយរដ្ឋាភិបាលឯករាជ្យ$23នេះទៀតបងប្អូនពិចារណាថាតើមូលហេតុអីបើគាត់ធ្វើមិនកើតគាត់ហាមិនចាញ់អានឹងគាត់នៅស្ងៀមទៅគាត់បដ ாய் ឲ្យពលរដ្ឋខ្មែរ
ឲ្យយើងដែលជារដ្ឋាភិបាលក្រៅប្រទេសនឹងប្តឹងទៅដើម្បីជោគជ័យរបស់ខ្មែរទៅរឿងអីគាត់បែរទៅជាទប់ស្កាត់រឿងអីបានគាត់ទៅបែរទៅជាក្តៅក្រហាយអានឹងបងប្អូនត្រូវយល់ថាមូលហេតុអីបានគេក្តៅក្រហាយអញ្ចឹងមានន័យថាដីរបស់ខ្មែរទាំងកើតក៏ដោយទាំងលិចក៏ដោយគឺរដ្ឋាភិបាលអ្នកកាត់ឲ្យគេមែនទេបានមិនព្រមឲ្យគេប្តឹងអានឹងវាត្រូវតែអញ្ចឹងបងប្អូនពិចារណាបើចោលលួចក្នុងផ្ទះយើងរួមគ្នាចាប់ចោលទាំងនៅអ្នកជិតខាងទាំងនៅផ្ទះយើងរួមដៃគ្នាចាប់ចោលទៅដើម្បីឲ្យអស់ចោលពីភូមិពីស្រុករបស់យើងក៏ប៉ុន្តែនៅពេលដែលយើងរួមដៃគ្នាបែរទៅជារដ្ឋអំណាចនឹងមកខាត់យើងតែកុំចាប់ទុកឲ្យចោលនឹងពេញភូមិអញ្ចឹងទៅឲ្យយ៉ាងម៉េចបងប្អូនពិចារណាអានឹងសិតតែគេមានផែនការរបស់គេបច្ចុប្បន្នចោលហ្នឹងគឺជាចោលមួយដែលគេចិញ្ចឹមទុកសម្រាប់ប្រើការរបស់គេអញ្ចឹងអាហ្នឹងដែលយើងប្រជាពលរដ្ឋខ្មែរត្រូវយល់មិនបាច់ឲ្យខ្ញុំបញ្យល់ឲ្យស៊ីជម្រៅទេបញ្ហាហ្នឹងត្រូវយល់ថាអ្នកណាដែលខំធ្វើអ្នកណាដែលដុតដៃដុតជើងប្រជាពលរដ្ឋត្រូវតែមើលឃើញណាអ្នកដែលមិនព្រមធ្វើត្រូវតែមានស្អីពីក្រោយហើយមិនមែនស្ងៀមគាត់ណាគាត់ថាប្តឹងតែថាតមាត់ហើយអត់ប្តឹងដល់តែមានគេអ្នកមកចូលប្តឹងបែរទៅជាគាត់ក្តៅក្រហាយអានឹងបងប្អូនពិចារណាទៅហើយក៏គិតមើលទៅថាអ្នកណាល្អអ្នកណាអាក្រក់អ្នកណាមានឥទ្ធិពលដើម្បីផលប្រយោជន៍ជាតិអ្នកណាជួយជាតិពិតប្រាកដអានឹងបងប្អូនយល់ច្បាស់ខ្លួនឯងហើយអញ្ចឹងខ្ញុំសង្ខេបប៉ុណ្្នឹងចោះដែលព័ត៌មានទី1ហ្នឹងគឺលើកពីបញ្ហាដែលរដ្ឋាភិបាលថ្មីគឺឯករាជ្យ$23ហ្នឹងគឺបានធ្វើការណាហើយស្ថាប័នខ្ញុំដែលកាន់ស្ថាប័នដីធ្លីនេះវាមានតាក់ទងនៅក្នុងដីធ្លីហើយនឹងជួយពលរដ្ឋក្រីក្រនិងកសិកម្មអញ្ចឹងវាតាក់ទង4ក្រសួងវាតាក់ទងកសិកម្មតាក់ទងសូយោដីគេហៅថានគររូបនីយកម្មនិងសំណង់វាតាក់ទងជាមួយនឹងបរិស្ថានហើយក៏វាតាក់ទងជាមួយនឹងធនធានទឹកនិងអូតូនិយមដែរអញ្ចឹងស្ថាប័ននេះវាគ្របដណ្ដប់ទាំង4នៅក្នុងនឹងអញ្ចឹងហើយសូមឲ្យបងប្អូនចូលរួមហើយយើងនឹងរៀបស្ថាប័ននេះបន្តទៅទៀតក៏ប៉ុន្តែការដែលរៀបនេះមិនមែនរៀបតែនៅក្រៅប្រទេសទេណាបងប្អូនណាឲ្យច្បាស់គឺយើងរៀបមានខាងក្រៅមានខាងក្នុងគ្រប់ស្ថាប័នទាំងអស់មានប្រជាពលរដ្ឋនៅខាងក្នុងនិងខាងក្រៅណាខាងក្នុងអ្នកដែលនៅខាងក្នុងដើម្បីជៀសវាងកុំឲ្យរបបលោកហ៊ុនសែនធ្វើបាបគឺយើងលាក់មុខគឺយើងមិនដាក់ឈ្មោះពិតប្រាកដទេព្រោះគាត់ដឹងហើយថានៅខាងក្នុងគឺគេតាមធ្វើបាបអញ្ចឹងគ្រប់ស្ថាប័នទាំងអស់ទាំងសន្តិសុខជាតិអីទាំងអស់ហ្នឹងគឺមានអស់លោកដែលស្រឡាញ់ជាតិនៅខាងក្នុងគាត់ចូលរួមជាមួយពួកយើងអញ្ចឹងខ្ញុំប្រហែលប៉ុណ្ណេះចោះបាទសូមអរគុណបាទអរគុណបងដែលបានជួយបកស្រាយជំរាបប្រាប់ប្រិយមិត្តទេសនិកជនយើងបាទអញ្ចឹងសូមជូនលោកប្អូនបូបេតម្ដងលោកប្អូនបូបេតមុននឹងយើងចូលដល់ប្រធានបទយើងលំអិតខ្ញុំចង់បានព័ត៌មានខ្លះពីលោកប្អូនបូបេតដែរបាទសូមគោរពជ័យលោកប្អូនបាទសូមអរគុណខ្លាំងម្ល៉េះសូមជម្រាបសួរបងសរស៊ីហើយនឹងជម្រាបសួរដល់ពុកម៉ែបងប្អូនជនរួមជាតិខ្មែរទាំងក្នុងនិងក្រៅប្រទេសដោយសេចក្តីរាប់អានពីខ្ញុំបាទបូបេតក្នុងនាមខ្ញុំជាយុវជនដូចគ្នាគឺខ្ញុំមករយៈនេះខ្ញុំតាមដានមើលចំពោះរដ្ឋាភិបាលកម្ពុជាឯករាជ្យដែលបានបង្កើតឡើងថ្មីនេះគឺឃើញថាមមាញឹកបងប្អូនជនរួមជាតិបានឃើញហើយក្រោយពីបានបង្កើតឡើងគឺក្រោយពីបានប្រកាសនៅក្រុងប៉ារីសក្រុមលោកប្រធានសមរស៊ីឃើញថាសកម្មភាពក្រោយពីប្រកាសហើយគឺរហូតដល់ពេលនេះឃើញនៅមមាញឹកគ្រប់ស្ទើរតែគ្រប់ស្ថាប័នទាំង7ហ្នឹងគឺបែងចែកគ្នាចែកជើងគ្នាខ្វែងខ្វាត់មែនទែនបងប្អូនដូចជាមកបែកទៅខាងការទូតទៅការទូតអញ្ចឹងទៅខាង$23ទៅខិតខំប្រឹងប្រែងទៅ$23អញ្ចឹងទៅខាងព្រំដែនខាងទៅខាងព្រំដែនស្រាវជ្រាវរកឯកសារទៅនឹងចំនួនព្រំដែនកម្ពុជាថៃកម្ពុជាយួនអីចឹងទៅ
ហើយដោយឡែកយើងឃើញថានៅក្នុងប្រទេសកម្ពុជារបស់យើងមករយៈនេះឃើញក្រោយពីប្រកាសឲ្យលោកហ៊ុនសែនដូចមានអារម្មណ៍ថាកភ័យដែរបងប្អូនកភ័យដោយសារតែគាត់បានលើកឡើងថាគាត់នឹងប្តឹងរដ្ឋាភិបាលរបស់គាត់នឹងប្តឹងមកកាន់តុលាការអន្តរជាតិ ICJ អីចឹងទៅហើយនឹងស្ថាប័នដទៃទៀតប៉ុន្តែគ្រាន់តែកុហកបងប្អូនប្រជាពលរដ្ឋទៅប៉ុណ្ណឹងអ្វីទាំងឡាយទាំងពួងគឺត្រូវបានស្ងប់ស្ងាត់ទៅវិញប៉ុន្តែទាំងអស់នេះខ្ញុំគិតថាក្នុងនាមយើងជាអ្នកប្រជាធិបតេយ្យយើងខំប្រឹងឲ្យអស់លទ្ធភាពទៅបើយើងបានដាក់ពាក្យប្តឹងហើយខាងតុលាការហ្នឹងគេដោះស្រាយបែបម៉េចអាហ្នឹងគេនឹងផ្ដល់ដំណឹងយើងមិនបាច់ចាំយើងឃើញក្មេងយុវជនខ្មែរយើងម្នាក់ដែលបានធ្វើលិខិតហើយប្រជាពលរដ្ឋកម្ពុជារបស់យើងបានចូលរួមស្នើទៅកាន់ភាគីដែលនឹងលក់យន្តហោះចម្បាំងស៊ុយអែតដែលនឹងលក់យន្តហោះចម្បាំងឲ្យទៅថៃគឺត្រូវបានគេបានមើលគេក៏បាននឹងពិភាក្សាគ្នាឡើងវិញមកដែរបងប្អូននេះអ្វីដែលប្រជាពលរដ្ឋកម្ពុជារបស់យើងជួយអ្វីដែលប្រជាពលរដ្ឋកម្ពុជារបស់យើងបារម្ភពីជាតិហើយនឹងបារម្ភពីប្រទេសរបស់យើងគឺអន្តរជាតិគេអត់មើលនឹងផ្នែកទេបងប្អូនបើសិនបើយើងទៅពឹងពាក់គេតិចច្រើនយ៉ាងណាគេជួយយើងបងប្អូនមើលគំរូដូចអ៊ុយក្រែនប្រទេសអ៊ុយក្រែនគឺជាបើយើងប្រៀបធៀបរុស្ស៊ីនិងអ៊ុយក្រែនណាបានន័យថាគ្រងវិតខុសគ្នាដាច់មែនទេបងប្អូនប្រទេសរុស្ស៊ីជាមហាអំណាចសេដ្ឋកិច្ចផងជាមហាអំណាចសពាវុធផងជាមហាអំណាចទាហានផងគឺតែជាប់លំដាប់ថ្នាក់លេខ3លេខ2លេខ3នៅលើសកលលោកផងហើយអ៊ុយក្រែននៅបាត់ដានណាប៉ុន្តែហេតុអីបានរហូតដល់ពេលនេះអ៊ុយក្រែននៅតែទប់ទល់បានអ៊ុយក្រែននៅតែទៅរុស្ស៊ីវាយរងហ្នឹងប៉ុន្តែប្រជាពលរដ្ឋគេហើយនឹងរដ្ឋាភិបាលរបស់គេស្រឡាញ់ជាតិគេរដ្ឋាភិបាលរបស់គេទាហានរបស់គេស្រឡាញ់ជាតិគេស្រោកគ្នាគេចងជាចង្កោមទំនាក់ទំនងទាំងអន្តរជាតិដោយជិតស្និទ្ធហើយប្រជាពលរដ្ឋគេក៏គេខិតខំប្រឹងប្រែងជួយគេទៅរស់នៅប្រទេសណាគេស្នើសុំឲ្យរដ្ឋាភិបាលប្រទេសនឹងជួយឃើញថាអ៊ុយក្រែននៅរហូតដល់ពេលនេះមិនទាន់រុស្ស៊ីវាយបានដល់ឡែកយើងមើលទៅប្រទេសកម្ពុជារបស់យើងវិញភាគីថៃរហូតដល់ពេលនេះមិនទាន់ចាប់ប្រជាពលរដ្ឋថៃមួយណាកាត់ទោសដាក់ពន្ធនាគារដាក់អីទេបងប្អូនរឿងព្រំដែននេះគេផ្សាយព័ត៌មានដោយសេរីហើយរដ្ឋាភិបាលរបស់គេមានគេមកបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរយើងហើយគេយកឯកសារហ្នឹងទៅប្តឹងខ្មែរយើងទៀតគេមកផ្ទុះអាវុធនៅលើទឹកដីកម្ពុជារបស់យើងហើយគេចោទតែយើងដុតផាវទៀតដើម្បីបង្កឲ្យមានគេដាក់ពីប្តឹងទៅទៀតហើយរហូតដល់ពេលនេះឃើញបងប្អូនជនជាតិជាពិសេសគឺបងប្អូនខ្មែរយើងនៅតាមព្រំដែនភូមិព្រៃច័ន្ទភូមិជោគជ័យហ្នឹងគឺរដ្ឋាភិបាលគេសហការគ្នាជាមួយនឹងថៃហើយបោះបង្គោលសុបនិមិត្តបងប្អូនមើលថាបោះបង្គោលបណ្ដោះអាសន្នហ្នឹងមិនអោយមានភាគីណាចូលរួមទេគឺឃើញមានភាគីថៃហើយមិនអោយប្រជាពលរដ្ឋមិនអោយអ្នកកសែតណាទៅចូលរួមយកព័ត៌មាននេះគឺលក្ខណៈធ្វើដោយលួចលាក់ធ្វើដោយសម្ងាត់ហើយបើតាមព័ត៌មានពីថៃក្រោយពីបោះបង្គោលព្រំដែនហើយអាចនឹងបាត់បង់ភូមិព្រៃច័ន្ទនិងភូមិជោគជ័យនឹងទាំងស្រុងបងប្អូនបើតាមអ្វីដែលភាគីថៃថានឹងអាចស្នើសុំឲ្យប្រជាពលរដ្ឋនៅតាមបន្ទាត់ព្រំដែនហ្នឹងប្រជាពលរដ្ឋខ្មែរហ្នឹងមិនប្រជាពលរដ្ឋថៃទេនៅភូមិអាចនឹងគេឲ្យជំនះចេញនេះបើតាមអ្វីដែលព័ត៌មានខាងភាគីថៃតែព័ត៌មានខាងភាគីខ្មែររហូតដល់ពេលនេះគឺដូចមិនទាន់មានលើកផ្សាយថាបែបណាទេហើយបើរឿងព្រំដែនទៅទៀតបោះបង្គំដែរក៏មិនដែលផ្សាយទេនេះយើងពិចារណាយើងមើលតាមព័ត៌មានខាងភាគីថៃហើយមួយទៀតគឺរហូតដល់ពេលនេះឃើញថារដ្ឋាភិបាលនៅតែបដូរយកសន្តិភាពជាមួយនឹងដោះដូរសន្តិភាពនៅព្រំដែនដដែលបងប្អូនមិនទាន់ឃើញ
បញ្ជាក់ផែនការណាច្បាស់ក្នុងការពីព្រំដែនដាច់ខាតទេតែចំណែកបងប្អូនឃើញទាហានកម្ពុជាយើងមោះមុតក្លាហានមិនខ្លាចកំពើថៃហ្នឹងហើយយើងមើលយើងខ្ញុំប្រៀបធៀបលោកហ៊ុនសែនលោកហ៊ុនម៉ាណែតនឹងទាហានកម្ពុជានៅតាមព្រំដែនគឺបានមកចំណិតទេបានមកចំណិតទាហាននេះលោកហ៊ុនសែនដេកនៅមានអង្គរៈរពន្ធនេះហ៊ុនសែនខ្លាចតែយើងមើលអណយអធមទាហានកម្ពុជារបស់យើងពាក់នៅជើងផ្ទាត់ស្ពាយក៏អោគឺជាកញ្ចាស់អោទាហាននឹងហើយកំភ្លើងនឹងគឺកំភ្លើងពីជំនាន់ណាគឺកំភ្លើងនឹងដូចជំនាន់ដើមមកទៅមើលអាចជំនាន់សូវៀតអីហ្នឹងគឺកាត់ប៉ុណ្ណានៅតែអង្អាចបងនៅតែអង្អាចក្លាហានហើយបានរដ្ឋាភិបាលមិនអង្អាចក្លាហានដូចទាហានមុតក្លាហានប្រជាពលរដ្ឋនៅតាមព្រំដែនមុតក្លាហានបែរជារបបផ្ដាច់ការគម្រាមកំហែងទៅលើប្រជាពលរដ្ឋកម្ពុជាគម្រាមកំហែងចាប់ដាក់ពន្ធនាគារគ្រប់បែបយ៉ាងអីចឹងទៅទាំងអស់នេះដែលយើងក្នុងនាមយើងអ្នកប្រជាធិបតេយ្យសេរីគុណគឺលោកហ៊ុនសែនអត់ខ្វល់អត់ខ្លាចបាត់បង់ទឹកដីអត់ខ្លាចបាត់បង់ប្រជាពលរដ្ឋទេគឺហ៊ុនសែនខ្លាចបាត់បង់សន្តិភាពហើយនឹងខ្លាចបាត់បង់អំណាចចឹងទៅចិត្តដូរយកអំណាចដោយកាលពី20-30ឆ្នាំមុនដែលលោកហ៊ុនសែនដូរយកអំណាចជាមួយនឹងយួនសុខចិត្តឲ្យយួនយកទឹកដីយកព្រំដែនយកកោះត្រល់យកស្អីទាំងអស់ប៉ុន្តែហ៊ុនសែនដូរជាមួយនឹងអំណាចនាយករដ្ឋមន្ត្រីបងសែនឲ្យបានតែរវាងវិវាទជាមួយថៃហ៊ុនសែនដូរយកសន្តិភាពវាចិត្តឲ្យបាត់បង់ទឹកដីមកប៉ែកទៅខាងថៃយើងចំពោះខ្ញុំគាត់ថាយូរនឹងឆាប់មាននឹងអ្វីដែលថៃរៀបបន្លាស់លុះអ្វីដែលថៃអីនេះគេមិនងាយឲ្យយើងវិញទេវានឹងអាចបាត់បង់តំបន់នឹងទៀតបើសិនបើយើងប្តឹងទៅតុលាការអន្តរជាតិដោយរដ្ឋាភិបាលកម្ពុជាឯករាជ្យដែលដឹកនាំដោយលោកប្រធានសំរងស៊ីហើយនិងសហការីបើសិនតែគេយករឿងនឹងទៅដោះស្រាយអាចនឹងដីកម្ពុជារបស់យើងមិនបាត់បង់ទេព្រោះបើសិនបើយើងអាចប្តឹងទៅកាន់អង្គការអន្តរជាតិនេះហើយអង្គការអន្តរជាតិពិភពលោកក៏ឲ្យតម្លៃទៅលើរដ្ឋាភិបាលកម្ពុជាឯករាជ្យនេះគឺគេនឹងជួយដោះស្រាយវិវាទព្រំដែនកម្ពុជារបស់យើងខ្ញុំគាត់ថាទឹកដីកម្ពុជារបស់យើងនឹងបានមកវិញតែបើសិនបើយើងអន្តរជាតិគេមិនដោះស្រាយឲ្យយើងអានឹងជារឿងមួយផ្សេងទៀតបើសិនបើយើងបានប្តឹងហើយបើគេមិនដោះស្រាយនឹងយើងអត់ដឹងថាធ្វើម៉េចមានតែយើងយកទៅហ៊ាននៅប្រជាពលរដ្ឋរបស់យើងទៅការពារទឹកដីរបស់យើងបាទគុំសង្ឃឹមលើរដ្ឋាភិបាលដែលដឹកនាំដោយតកូលហ៊ុនបាទសូមអរគុណប្រេសិនបាទសូមអរគុណលោកពងវេទបាទពុកម៉ែបងប្អូនប្រិយមិត្តទស្សនិកជនដោយបងរាស៊ីព្រមទាំងបងពងវេទបានលើកឡើងហើយពាក់ព័ន្ធនឹងរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ហ្នឹងបានកំពុងតែធ្វើដំណើរបោះជំហានទៅមុខដើម្បីកម្ពុជាយើងទាំងអស់គ្នាបាទប៉ុន្តែអ្វីដែលយើងឆ្ងល់ហើយចង់សួរទៅបងរាស៊ីយើងដឹងហើយរបបអូកូនតែងតែពាវនាវមកតែសុំឲ្យខ្មែរគ្រប់និន្នាការទាំងអស់ចូលរួមគ្នាណារួមដៃគ្នាដើម្បីការពារប្រទេសជាតិដើម្បីបូរទឹកដីដល់ឥឡូវហ្នឹងយើងការពារនេះណាព្រោះយើងបានចូលរួមអាហ្នឹងបង្ហាញថាយើងចូលរួមណាយើងយកទៅស្រាវជ្រាវរកផែនទីស្រាវជ្រាវអីឲ្យទៅដាក់ពាក្យបណ្ដឹងអីនៅអន្តរជាតិដើម្បីឲ្យគេរកយុត្តិធម៌ឲ្យយើងរវាងកម្ពុជានិងសៀមមិនមែនរវាងគណៈបកប្រឆាំងជាមួយហ៊ុនសែនណាគឺយើងធ្វើដើម្បីកម្ពុជាប៉ុន្តែដល់ពេលយើងនាំគ្នាចូលរួមអញ្ចឹងបែរជារបបលោកហ៊ុនសែនភ័យវិញណែអាកន្លែងនេះដែលយើងឆ្ងល់បាទចង់ឲ្យបងជួយបញ្ជាក់តិចមើលមូលហេតុអីបានជាយើងនៅខាងក្រៅប្រទេសនឹងមានលោកអ៊ុំសំអានមានក្រុមការងាររបស់រដ្ឋាភិបាលឯករាជ្យ$23នឹងដើរធ្វើការដើម្បីកម្ពុជាបែរជារបបលោកហ៊ុនសែនភ័យហើយនាំគ្នាប្រតិកម្មខ្លាំងៗមកបងអាហ្នឹងមានបញ្ហាអីនៅពីក្រោយតើរបបលោកហ៊ុនសែនហ្នឹងចង់ការពារកម្ពុជាឬចង់ការពារអ្នកណាឲ្យប្រកាសបាទសូមអញ្ជើញបាទអរគុណតកតងរឿងសំណួរនេះបងប្អូនពិចារណាហើយយើងក៏ចង់បង្ហាញឲ្យបងប្អូនឃើញដែរថាដូចខ្ញុំបានលើកថាតើលោកហ៊ុនសែនមានអីនៅពីក្រោយ
នៅពីក្រោយយ៉ាងម៉េចគាត់ស្រែកថាប្តឹងគាត់បោកប្រជាពលរដ្ឋថាប្តឹងក៏ប៉ុន្តែគាត់មកដល់ពេលនេះគាត់អត់ប្តឹងហើយដល់ទៅពេលមានគេប្តឹងបែរទៅជាគាត់ក្តៅក្រហាយអានេះដែលជាសំណួរដែលបងប្អូនត្រូវសួរខ្លួនឯងហើយពិចារណាឲ្យបានស៊ីជម្រៅថាតើមានអីនៅពីក្រោយឬមួយក៏ដីនឹងគាត់លក់ឲ្យគេនៅខាងកើតនឹងគាត់លក់ឲ្យគេដោយខាងកើតដែរឥឡូវយើងមើលដី CLV ដែលមាន4ខេត្តមកដល់ពេលនេះរដ្ឋាភិបាលថាឥឡូវនឹងឈប់មាន CLV នឹងហើយតែឈប់តែមាត់គាត់ថានឹងឥឡូវណែនប៉េះបើខ្ញុំដឹងនៅខាងរតនគិរីមណ្ឌលគិរីដែលបងប្អូននៅទីនឹងគាត់ឲ្យព័ត៌មានមកខ្ញុំគាត់ឆាតឲ្យខ្ញុំដឹងបងប្អូនហើយសិតតែគេអស់ទៅហើយគេមកនៅឡើងណែនបងសូមចំកាបញ្ញាតិការពិតCLV ហ្នឹងរដ្ឋាភិបាលគ្រាន់តែដូរឈ្មោះទេបងដូរឈ្មោះពី CLV មកដាក់តំបន់ប្រតិបត្តិការសហការប្រតិបត្តិការបើតាមអ្វីរបបលោកហ៊ុនសែននិយាយបាទយើងសូមតទៀតបងបាទអានឹងយើងឃើញហើយថាលោកហ៊ុនសែនគាត់បង្វិលគាត់បោកប្រជាពលរដ្ឋខ្មែរមកដល់ពេលនេះក៏យើងដកឃើញដែរថាដំបូងគឺគាត់មានដែលរឿងដែលកើតឡើងនឹងគឺតាក់ទងដែលប្រជាពលរដ្ឋខំបាតកម្មអីទៀមទាតែកោះគុជទេដែលលោកហ៊ុនសែនមិនព្រមទៀមទាកោះគុជក៏ប៉ុន្តែគាត់ទៀមទានៅពេលដែលរ៉ែប្រេងនៅទីនឹងដែលមានជាង300,000 លានគាត់ទៀមទាចែកតែពីរឿងលុយនឹងទេចំណែកតែថាវិការនឹងទេតែរឿងកោះគាត់មិនដែលទៀមទាទេហើយប្រជាពលរដ្ឋខ្មែរទូទាំងពិភពលោកណាទៀមទាឲ្យលោកហ៊ុនសែនដាក់ប្តឹងរឿងកោះគុជនឹងហើយរឿងកោះគុជនឹងបើយើងមើលនៅក្នុងសន្ធិសញ្ញាណាឆ្នាំ1904និង1908នឹងយើងមើលទៅឃើញថាតំបន់កោះគុជនឹងកន្លែងណាដែលទួលខ្ពស់ជាងគេដែលនីវ៉ូខ្ពស់ជាងគេហ្នឹងគឺគេចាប់វាស់ពីនឹងមកគឺដីខ្មែរអញ្ចឹងបើយើងមើលទៅដីខ្មែរកោះដែលនៅលើកោះគុជនឹងដីរបស់យើងនឹងគឺ2/3ថៃគេបាន1%ទេយើងបានដល់2%អស់ក៏ប៉ុន្តែបើសិនតែយើងទៀមទាយើងបានតែពាក់កណ្ដាលមកវិញក៏វាសមរម្យដែរតែលោកហ៊ុនសែនអត់ខ្វល់គេទៀមទាបែរទៅជាចោទថាគេខុសមិនត្រឹមតែប៉ុណ្្នឹងបានរៀលដាលមករឿងឧក្រិដ្ឋកម្មអនឡាញនេះហើយដែលធ្វើឲ្យមានសង្គ្រាមរវាងថៃជាមួយនឹងខ្មែរគឺដោយសារឧក្រិដ្ឋកម្មអនឡាញនេះហើយដែលថៃគេចង់សម្អាតតែលោកហ៊ុនសែនគាត់អត់ចង់សម្អាតព្រោះគាត់រស់បានដោយសារឧក្រិដ្ឋកម្មអនឡាញហ្នឹងអាហ្នឹងហើយដែលមានរឿងកើតឡើងផ្ទុះសង្គ្រាមកើតឡើងមើលរហូតមកដល់ឥឡូវហ្នឹងបាត់ណាភ្នំត្រប់បាត់ប្រាសាទមួយចំនួនហ្នឹងបែរទៅជាលោកហ៊ុនសែនយកលេសតែប្រាសាទមួយលោកហ៊ុនសែនយកលេសទី1ប្រាសាទព្រះវិហារថាគេចង់បានហើយយកមិនបានអានឹងយកមិនបានព្រោះតឡាការ ICJ បានចេញមករួចហើយនឹងតាំងពីឆ្នាំ62មកថាជារបស់ខ្មែរអញ្ចឹងថៃក៏គេមិនអាចលូកមកដែរឥឡូវប្រាសាទផ្សេងទៀតនៅសល់ប្រាសាទតាកបីមួយទេដែលអាចថាលោកហ៊ុនសែនអួតផុតពីនឹងភ្នំត្រប់តំបន់10តំបន់ហ្នឹងគឺថាគេយកអស់ទៅហើយតែលោកហ៊ុនសែននៅតែបោកពលរដ្ឋខ្មែរអញ្ចឹងថាតំបន់ហ្នឹងខ្មែរយើងនឹងនៅតែកាន់កាប់តែកាន់កាប់អីទៀតបើថៃគេឡើងទៅលើនឹងឥឡូវគេរៀបគេហៅអំផ្លាស៊ីម៉ង់គេនឹងសិតតែចាក់គ្រឹះសិតតែចាក់ស៊ីម៉ង់អស់ទៅហើយនឹងណាគេថតបង្អួតបង្ហាញខ្មែរយើងទៀតផងនៅលោកហ៊ុនសែនឲ្យគ្នាគាត់នៅតែស្រែកថារបស់ខ្មែរទេអានឹងសួរថាអ្នកណាជាអ្នកបំពុលខ្មែរគឺខ្លួនគាត់ដែលជាអ្នកដឹកនាំរដ្ឋាភិបាលហើយបំពុលប្រជាពលរដ្ឋខ្មែរឲ្យពួកគាត់នឹងវង្វេងមិនដឹងអ្វីទាំងអស់អានឹងគឺគោលដៅរបស់គាត់មានន័យថាដីទាំងអស់នឹងគាត់បានចរចាគាត់បានលក់ទៅឲ្យគេទៅហើយតែគ្រាន់តែគាត់ធ្វើអញ្ចឹងទៅដើម្បីឲ្យស្ងប់ចិត្តរបស់ប្រជាពលរដ្ឋទៅតែទីបំផុតឡើងសួរគាត់ធ្វើអីណាបងប្អូនពិចារណាអានឹងយើងថាយើងមិនមានផុសតាំងយើងមិនអាចចោទគាត់បានទេក៏ប៉ុន្តែអ្វីសកម្មភាពដែលគាត់បានធ្វើវាអត់មានផលប្រយោជន៍ដើម្បីការពារបូរណភាពទឹកដីខ្មែរគឺអត់តល់តែសោះណា
ឥឡូវមកដល់ថៃដែលគេគម្រាមកំហែងដោយសារអីគេមានប្រដាប់អាវុធគេគ្រប់គ្រាន់គេមាន drone គេមានយន្តហោះតែលោកហ៊ុនសែនមានស្អីណាពីដើមអួតថាកប៉ាល់ហោះដែលមកនឹងរថក្រោះដែលមកនឹងយើងមានសំណាញ់មេឃយើងមានអាវុធយុទ្ធភ័ណ្ឌដើម្បីបាញ់រថក្រោះដែលអួតទាំងឪទាំងកូននឹងរហូតដល់លោកហ៊ុនម៉ាណែតស្រែកថាគាត់ឥឡូវនឹងកំពុងតែព្រួយបារម្ភថានៅពេលដែលយើងបាញ់កប៉ាល់ហោះធ្លាក់មួយឬមួយក៏រថក្រោះណារលាយមួយគ្រឿងថាតើគាត់ត្រូវឲ្យអំណោយស្អីដល់យុទ្ធជនយើងដែលបានបាញ់រថក្រោះនិងកប៉ាល់ហោះនោះណាគាត់ព្រួយបារម្ភអាហ្នឹងឥឡូវមិនបាច់ព្រួយបារម្ភទេព្រោះលោកហ៊ុនម៉ាណែតនិងលោកហ៊ុនសែនមានតែជំរាមកស៊ូទៅបាញ់រថក្រោះដោយវិធីណាគាត់និយាយដល់ជំរាមកស៊ូក៏បាញ់មនុស្សងាប់ដែរអានឹងយើងពិបាកស្មានពិបាកនឹងថាដល់ថ្នាក់ដឹកនាំឲ្យគាត់ប្រើពាក្យអញ្ចឹងមកមិនដឹងថាយើងចង់និយាយពីអីអានឹងវាខ្ញុំមិនហ៊ានដល់ថ្នាក់និយាយវាអីបើនិយាយទៅដូចក្មេងនៅតាមជនបទដែលអត់បានរៀនអីសោះណាដែលគាត់និយាយពាក្យហ្នឹងណាយើងមើលទៅវាអញ្ចឹងមិនមែនថាខ្ញុំឌៀលទេតែយើងមើលទៅគឺអញ្ចឹងហើយគាត់រៀនពីណាមកល្បីសិតតែសាលា West Point ណាដល់ទៅជាបណ្ឌិតអីផងហើយដល់ពេលទីបំផុតឡើងគាត់មកប្រឡូកនយោបាយឡើងតាមជើងខោឪពុកហើយបែរទៅជាគាត់ដើរតាមអ្វីដែលឪពុកគាត់ធ្វើចាស់កម្រិលពីចំនួនដើមនៅតែបន្តអញ្ចឹងអានឹងយើងមិនដឹងថាគាត់នឹងក្នុងនាមអីទេចឹងហើយបានសុំអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងកងពលទាហានដែលនៅសមរភូមិមុខមុននឹងហ៊ានពលីជីវិតដើម្បីផលប្រយោជន៍មាតុភូមិខ្ញុំអត់ថាទេក៏ប៉ុន្តែយើងមើលផងថាតើពលីនេះដើម្បីក្រុមគ្រួសារឬមួយក៏ដើម្បីជាតិបើពលីដើម្បីជាតិអានឹងយើងអត់ខ្លាចទេទាំងគេទាំងខ្ញុំតែបើពលីដើម្បីផលប្រយោជន៍គ្រួសារតកូលហ៊ុនទេមិនគួរទៅចូលរួមពលីដើម្បីបំផ្លាញគ្រួសារយើងទេអានេះគឺខ្ញុំសូមឲ្យបងប្អូនពិចារណាដោយខ្លួនឯងបាទសូមអរគុណបាទសូមអរគុណបងបាទសូមជូនទៅលោកប្អូនប្រវេតមួយលោកប្អូនប្រវេតយើងឮឲ្យលោកហ៊ុនសែននិយាយពីថ្ងៃមុនពាក់ព័ន្ធនឹងសៀមឆ្លៀនពីនឹងដែរយើងគាត់លើកឡើងពីកូនគាត់តាហ៊ុនម៉ាណែតពេលដែលសៀមវាចូលមកភូមិជោគជ័យមកឆ្លៀនពីនៅជោគជ័យនៅឃុំអូបីជាន់យ៉ាងហ្នឹងហ៊ុនម៉ាណែតបានទូរស័ព្ទទៅគាត់សួរថាពុកតើយើងគួរធ្វើម៉េចហើយហ៊ុនម៉ាណែតលោកហ៊ុនសែនគេប្រាប់តែហ៊ុនម៉ាណែតថាយើងកុំវ័យស្អីចឹងណាហើយលោកហ៊ុនសែនលើកពយល់ថាឲ្យយើងវ័យអាម៉េចណាបើសិនជាយើងវ័យទៅយើងមិនអាចឈ្នះសៀមទេណាសៀមវាអាចវ័យយើងអាចយកដល់ស៊ីសផុនដល់អីណាទៀតនោះហើយបើយើងវ័យទៅមនុស្សកាន់តែស្លាប់ច្រើនអញ្ចឹងវាយើងកុំតដៃយើងកុំអីគឺស្លាប់តែមួយអីលបួសអីតែប្រហែលអ្នកអញ្ចឹងបាទក្នុងករណីនេះដែរដូចបងរាស៊ីគាត់លើកមុនអញ្ចឹងថាហើយចុះបើយើងមិនមែនហ៊ុនសែននឹងភ្លើមិនដឹងអីឯណាដឹងថាថៃដឹងថាសៀមហ្នឹងវាមានកំភ្លើងវាមានមនុស្សវាមានស្អីវាច្រើនហើយអញ្ចឹងបើយើងដឹងថាមិនឈ្នះគេហើយហេតុអីក៏យើងប្រឹងវ័យគេតាំងពីដើមហើយទៅតែមកដល់ថ្ងៃនេះយើងថាកុំវ័យរំលបួសច្រើនរកគេយកច្រើននេះកន្លែង